Gabi Maru គឺជានិនចាដ៏គួរឲ្យខ្លាចម្នាក់មកពី Clan Iwakago គាត់ត្រូវបានគេដាក់រហស្សនាមឲ្យថា The Halo ដោយសារតែគាត់មិនមានភាពមេត្តាហើយនឹងមិនដែលស្ទាក់ស្ទើរក្នុងការសម្លាប់នរណាម្នាក់ឡើយប៉ុន្តែផ្ទុយពីទាំងអស់នេះវិញ Gabi Maru ក៏មានផ្នែកសម្ងាត់មួយដែរគឺគាត់ចង់បានជីវិតដ៏សុខសាន្តមួយផ្នែកទុនខ្សោយរបស់គាត់មួយនេះកាត់ឡើងនៅពេលដែលគាត់បានរៀបការជាមួយនឹងកូនស្រីរបស់មេ Clan ឈ្មោះ Yui វត្តមានរបស់នាងបានធ្វើឲ្យគាត់សម្រេចចិត្តលះបង់ជីវិតជានិនចាចោលក៏ប៉ុន្តែនៅពេលដែលគាត់ព្យាយាមចាក់ចេញពី Clan របស់គាត់ត្រូវបានសមាជិក Clan របស់ខ្លួនឯងក្បត់និងចាប់ខ្លួនទៅឲ្យរដ្ឋាភិបាលគាត់ត្រូវបានរដ្ឋាភិបាលដាក់ទោសប្រហារជីវិតជាច្រើនលើកជាច្រើនសារប៉ុន្តែគ្មានម្ដងណាដែលថាបានសម្រេចឡើយពីព្រោះគាត់មានថាមពលអស្ចារ្យមួយដែលធ្វើឲ្យស្បែកគាត់តាន់ដូចដៃអញ្ចឹងរបៀបដែលគេប្រហារជីវិតគាត់គឺមានច្រើនបែបមែនទែនដូចជាកាត់ក្បាលចាប់គាត់ចងដុតហើយនឹងចងគាត់ឲ្យកបីទាញហែកអីជាដើម Gabi Maru ក៏គ្មានចិត្តចង់រស់បន្តដែរពីព្រោះគាត់គិតថាប្រហែលជាគាត់គ្មានឱកាសដើម្បីជួបប្រពន្ធរបស់គាត់ម្ដងទៀតឡើយដោយវិធីទាំងនេះមិនដំណើរការទៅលើ Gabi Maru គេបានប្រើវិធីមួយទៀតគឺដុតចំអិនគាត់ជាមួយប្រេងដ៏ច្រើនប៉ុន្តែវាក៏នៅតែមិនអាចធ្វើអ្វីទៅលើគាត់បានដដែលហើយជំរឿចុងក្រោយដែលរដ្ឋាភិបាលមានតែមួយគត់នោះគឺជួសាមរ៉ៃដែលមានថ្វីដៃម្នាក់ឈ្មោះ Sagiri ឲ្យប្រហារជីវិត Gabi Maru ជំនួសវិញដោយដឹងថាសាមរ៉ៃម្នាក់នេះមានសមត្ថភាពអាចសម្លាប់គាត់បាន Gabi Maru ស្រាប់តែមានភាពភ័យខ្លាចនិងខ្លាចស្លាប់ទៅវិញគាត់បានកិច្ចគ្រប់ការវាយប្រហាររបស់ Sagiri និងបានវាយបកទៅកាន់នាងផងដែរនៅពេលដែលនាងរំលឹកពីប្រពន្ធរបស់គាត់ហើយការខ្លាចស្លាប់របស់គាត់គឺកើតចេញពីភាពភ័យខ្លាចមិនបាននឹងជួបមុខប្រពន្ធរបស់គាត់ម្ដងទៀតនៅពេលនោះ Sagiri បានបង្ហាញសារទោសមួយរបស់ Sogan ទៅកាន់ Gabi Maru ដែលនៅក្នុងសារនោះបានសរសេរថាបើសិនបើ Gabi Maru រកឃើញវត្ថុដែលផ្ដល់ជីវិតអមតៈមួយហៅថា Elixir of Life នៅកោះ Shinsenkyo នៅគាត់នឹងបានរួចផុតពីការប្រហារជីវិតនិងបានត្រឡប់ទៅរស់នៅជាមួយប្រពន្ធរបស់គាត់វិញហើយកោះ Shinsenkyo មានសម្រស់ស្រស់ស្អាតមែនទែនប៉ុន្តែអ្នកដែលធ្វើដំណើរទៅទីនោះហើយគឺគ្មាននរណាម្នាក់អាចត្រឡប់មកវិញបានទេប៉ុន្តែបើទោះបីជាត្រឡប់មកវិញបានក៏ត្រឡប់មកវិញនៅក្នុងទម្រង់ផ្សេងដែរដែលមានផ្កាដោះរីកពេញខ្លួនប៉ុន្តែយ៉ាងណាក្តីរដ្ឋាភិបាលមិនចង់ដោះលែង Gabi Maru ទេដែលវាបំពានទៅលើបញ្ជារបស់ Shogun ហើយដោយគ្មានជំរឿ Gabi Maru បានប្រើនិនជិតស៊ូរបស់គាត់ដើម្បីផ្ដួលពួកអ្នកយាមទាំងអស់នោះនិងប្រាប់ទៅ Sagiri ថាគាត់ព្រមទទួលយកបេសកកម្មមួយនេះ Shogun បានប្រមូលអ្នកទោសជាច្រើនអ្នកមកចូលរួមបេសកកម្មនេះហើយពួកគេទាំងអស់ត្រូវប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយក Elixir of Life មកឲ្យគាត់បន្ទាប់ពីដឹងថាកោះដែលពួកគេត្រូវទៅគឺពិតជាគ្រោះថ្នាក់អ្នកទោសទាំងនោះនាំគ្នាតវ៉ាមិនចង់ចូលរួមតទៅទៀតទេប៉ុន្តែសម្រាប់អ្នកដែលសម្រេចចិត្តបោះបង់បេសកកម្មនេះនឹងត្រូវបានគេប្រហារជីវិតភ្លាមៗតែម្ដងអ្នកទោសម្នាក់ៗដែលចូលរួមទៅកោះ Shinsenkyo ក៏នឹងមានអ្នកតាមឃ្លាំមើលជាប់រហូតដែរបើសិនបើពួកគេធ្វើអ្វីមួយមិនប្រក្រតីពួកគេនឹងត្រូវបានសាមរ៉ៃសម្លាប់នៅនឹងកន្លែងតែម្ដងនៅពេលនោះដោយសារតែចំនួនអ្នកទោសច្រើនពេកពួកគេត្រូវបានបញ្ជាឲ្យសម្លាប់គ្នាដើម្បីបន្ថយចំនួនខ្លះនៅក្នុងចំណោមអ្នកទោសទាំងអស់នេះគឺមានអ្នកទោស4នាក់ដែលមានសមត្ថភាពខ្លាំងដូច Gabi Maru ដែរអញ្ចឹងពួកគេទាំង4មានឈ្មោះថា Aza Yuzuriha Tamiya ហើយនិង Rokuruta Gabi Maru បានទៅប្រឈមមុខជាមួយ Shogun ហើយចោទសួរថាហេតុអ្វីបានជាគាត់មិនជ្រើសរើសវិធីផ្សេងក្រៅពីឲ្យអ្នកទោសសម្លាប់គ្នាប៉ុន្តែគ្មាននរណាយកសម្ដីរបស់ Gabi Maru ជាសាច់ការទេអ្នកទោសម្នាក់ត្រូវបានគេបញ្ជាឲ្យសម្លាប់ Gabi Maru ហើយនឹងផ្ដល់ឲ្យគាត់ចូលរួមបេសកកម្មនេះ free បើសិនបើគាត់ធ្វើបានសម្រេច Gabi Maru ដំបូងព្យាយាមនិយាយសម្រួលគ្នាដែរប៉ុន្តែដោយសារតែនិយាយមិនស្ដាប់គាត់ក៏ចាប់ផ្ដើមវាយសម្លាប់ពួកអ្នកទោសទាំងអស់នោះយ៉ាងឃោរឃៅតែម្ដងក្រោយពីភាពវឹកវរបានបញ្ចប់នៅសល់អ្នកទោសតែ10នាក់ទេដែលនៅមានជីវិតហើយពួកគេនឹងត្រូវបានសាមរ៉ៃនីមួយៗតាមឃ្លាំមើលមិនយូរប៉ុន្មាន Gabi Maru និង Sagiri ក៏បានទៅដល់កោះ Shinsenkyo Gabi Maru មិនត្រូវបានអនុញ្ញាតដោះខ្សែចងដៃចេញទេដោយសារ Sagiri ប្រកាន់ភ្ជាប់នៅវិន័យមែនទែនដូច្នេះហើយ Gabi Maru មានតែប្រយោជន៍ទាំងដៃរបស់គាត់ជាប់ចំណងស្របពេលនោះ Gabi Maru ត្រូវបានអ្នកទោសម្នាក់ឈ្មោះគៀនមកវាយប្រហារដែលគៀនចង់កម្ចាត់ Gabi Maru ចេញមុនគេដើម្បីងាយស្រួលទៅរក Elixir of Life គៀនមានអាវុធច្រើនមែនទែនហើយគាត់មានភាពរីករាយដែលដឹងថាគាត់អាចសាកអាវុធរបស់គាត់មកអស់ដៃបានទៅលើ Gabi Maruអត់ចាំយូរគាត់ក៏ស្ទុះទៅវាយប្រហារ Gabi Maru តែម្ដងការប្រយុទ្ធមួយនេះ Gabi Maru ហាក់បីដូចជាគ្មានភាពលំបាកនឹងតទល់ជាមួយគៀនទេហើយគាត់ក៏អាចយកឈ្នះគៀនបានដោយយ៉ាងងាយស្រួលក្រោយពីអ្នកខ្លោមមើលរបស់គៀនបានចាក់ចេញ Gabi Maru ស្រាប់តែវាយប្រហារទៅលើ Sagiri តែម្ដងដោយសារតែនាងទៅដៃទៅជើងគាត់ពេកសម្រាប់នាងចោលនឹងធ្វើឲ្យគាត់ងាយស្រួលក្នុងការរក Elixir of Life បានលឿន Gabi Maru មានឱកាសសម្រាប់ Sagiri ច្រើនដងមែនទែនប៉ុន្តែគាត់ហាក់បីដូចជាមានចិត្តស្ទាក់ស្ទើរមិនដាច់ចិត្តសម្រាប់នាងសោះទោះបី Sagiri ក៏មានចិត្តបែបហ្នឹងចំពោះគាត់ដូចគ្នាដែរភាពស្ទាក់ស្ទើរនេះវាអាចបណ្ដាលមកពីបណ្ដាំរបស់ប្រពន្ធ Gabi Maru ដែលនាងបានប្រាប់គាត់ថាការសម្លាប់នរណាម្នាក់មិនមែនជារឿងធម្មតានោះទេ Gabi Maru ព្យាយាមជំនះចិត្តខ្លួនឯងកុំឲ្យមានភាពស្ទាក់ស្ទើរប៉ុន្តែទោះបីជាគាត់ព្យាយាមប៉ុណ្ណាក៏វាមិនបានផលអ្វីដែរ Gabi Maru មានភាពភ្ញាក់ផ្អើលដែលឃើញខ្លួនឯងឈានដល់ស្ថានភាពទន់ខ្សោយបែបនេះហើយគិតថាគាត់ប្រហែលជាមិនអាចទៅប្រកួតប្រជែងយក Elixir of Life ឈ្នះគេទេបើបែបហ្នឹង Sagiri បានលួងលោមគាត់និងផ្ដល់ដំបូន្មានល្អៗសម្រាប់គាត់ឲ្យផ្លាស់ប្ដូរជីវិតខ្លួនឯងឡើងវិញបន្តិចក្រោយមក Gabi Maru បានជួបប្រទះបិសាចម្នាក់ដែលមានខ្លួនជាមនុស្សនិង
នឹងក្បាលជាត្រីពេលហ្នឹងគាត់នឹកឃើញពីបណ្ដាំរបស់មេក្លែនដែលធ្លាប់និយាយថាមិនត្រូវប្រយុទ្ធជាមួយសត្រូវដែលយើងមិនស្គាល់ឡើយហើយគាត់ក៏រៀបគម្រោងនឹងចាក់ចេញពីទីនោះប៉ុន្តែមិនទាន់នឹងបានប្រមាណផងកាប៊ីម៉ារូក៏ត្រូវបានហុំព័ទ្ធដោយវិស័យជាច្រើនដល់ដំណាក់កាលនេះហើយកាប៊ីម៉ារូក៏បំភ្លេចបណ្ដាំរបស់មេក្លែនចោលហើយក៏សម្រុកចូលទៅសម្លាប់ពួកបិសាចទាំងអស់នោះតែម្នាក់ឯងក្នុងគ្រាដែលសាហ្គារីកំពុងជួបគ្រោះថ្នាក់កាប៊ីម៉ារូបានស្ទុះទៅជួយនាងបើទោះបីជាចិត្តគាត់មិនចង់ក៏ដោយដោយមិនប្រយ័ត្នកាប៊ីម៉ារូបីនឹងត្រូវស្លាប់របស់បិសាចក្បាលត្រីហើយប៉ុន្តែក៏ត្រូវបានជួយដោយយូស៊ូរីហាស្ងើចសរសើរកាប៊ីម៉ារូមែនទែនដែលអាចសម្លាប់បិសាចទាំងអស់នេះបានដោយខ្លួនឯងហើយនាងស្នើសុំពួកគេទាំងពីរធ្វើការជាមួយគ្នាដើម្បីឲ្យកាន់តែងាយស្រួលក្នុងការរក Elixir of Life ប្រសិនបើកាប៊ីម៉ារូយល់ព្រមនាងនឹងប្រាប់គាត់ពីព័ត៌មានដែលនាងដឹងអំពីកោះមួយនេះដោយសារតែកាប៊ីម៉ារូត្រូវការព័ត៌មានផងដែរនោះគាត់ក៏យល់ព្រមធ្វើការជាមួយយូស៊ូរីហាទៅប្រហែលម៉ោងក្រោយមកពួកគេក៏អង្គុយប្រជុំគ្នានិយាយអំពីកោះមួយនេះហើយកាប៊ីម៉ារូរកឃើញថា Elixir of Life ដែលមានរូបរាងដូចផ្លែប៉ោមមិនមានវត្តមាននៅទីនេះទេប៉ុន្តែពួកគេមិនច្បាស់ថា Elixir of Life មានរូបរាងជាផ្លែប៉ោមដូចរូបដែលបានមកពី Shogun 100% ឡើយម្យ៉ាងវិញទៀតបិសាចដែលពួកគេបានសម្លាប់មិនមានគ្រឿងក្នុងទេអញ្ចឹងមានន័យថាបិសាចទាំងនោះមានជីវិតអមតៈដូច្នេះហើយវាមានភាគរយច្រើនដែល Elixir of Life មានវត្តមាននៅទីនេះនៅថ្ងៃបន្ទាប់សាហ្គារីនិងសិស្សច្បងរបស់នាង Genji ត្រូវបានរូគូរូតាវាយប្រហារនិងបណ្ដាលឲ្យ Genji រងរបួសធ្ងន់មែនទែនខណៈពេលដែលសាហ្គារីកំពុងតែមានគ្រោះថ្នាក់ Gabi Maru ក៏ចូលមកជួយនាងនិងទាត់រូគូរូតាឲ្យប៉ាំងទៅឆ្ងាយមួយជើងរបស់ Gabi Maru នេះមិនមានអ្វីប៉ះពាល់ដល់គេទេហើយប្រកាសណាស់ការប្រយុទ្ធមួយនេះអាចនឹងមិនងាយស្រួលសម្រាប់ Gabi Maru ឡើយដោយសារតែស្បែករបស់រូគូរូតាគឺតាន់ខ្លាំងមែនទែនការវាយប្រហារពីចម្ងាយគឺមិនបានផលទេសម្រាប់ Gabi Maru ហើយបើទោះបីជាគាត់ចង់ចូលទៅវាយចម្ងាយចិត្តក៏មិនអាចដែរដោយសារវាគ្រោះថ្នាក់ខ្លាំងណាស់ដល់ពេលដែល Gabi Maru កំពុងតែត្រូវការជំនួយ Sageru ក៏មកជួយគាត់ប្រយុទ្ធភ្លាមហើយនាងក៏បានឆ្មក់ឱកាសកាត់កណ្ដៃរបស់រូគូរូតាចេញផងដែរវិធីដែលអាចសម្លាប់រូគូរូតាបានមានតែមួយគត់គឺកាត់ក្បាលរបស់គាត់ចេញដូច្នេះហើយពួកគេទាំងពីររកវិធីធ្វើយ៉ាងណាដើម្បីផ្ដួលរូគូរូតាឲ្យបាននៅពេលនោះ Gabi Maru រកឃើញកំណត់មួយហើយក៏ប្រើនិនជិតស៊ូរបស់គាត់ដុតកំឡោតព្រៃឈើដែលនៅជិតនោះដើម្បីឲ្យរូគូរូតាឆ្លក់ជាមួយផ្សែងបន្ទាប់ពីរូគូរូតាទ្រាំទៅមុខទៀតលេងបានគាត់ក៏ដូរទៅដីនិងត្រូវបានដាច់ក្បាលក្រោមស្នាដៃរបស់ Sageru ផងដែរក្រោយមក Gabi Maru បានរកឃើញភូមិបាក់បែកមួយនិងបានជួបប្រទះក្មេងស្រីម្នាក់ឈ្មោះមីមិនមែនជាក្មេងស្រីធម្មតាទេនាងមានកម្លាំងខ្លាំងជាងមនុស្សធម្មតាទៅទៀតដោយសារតែមិនអាចចាប់មីបានតាមសម្រួល Gabi Maru ក៏បង្ខំខ្លួនឯងប្រើកម្លាំងបែកដើម្បីចាប់នាងតែម្ដងតាមពិតទៅមីរស់នៅចិញ្ចឹមបីបាច់ដោយបិសាចឈើម្នាក់ឈ្មោះ Hoko បាននាំគ្រប់គ្នាទៅកាន់ផ្ទះរបស់គាត់និងផ្ដល់ជូនអាងទឹកសម្រាប់ឲ្យពួកគេលាងសម្អាតខ្លួនហើយនិងផ្លែឈើសម្រាប់ញ៉ាំបន្ទាប់មក Hoko ក៏ប្រាប់ពួកគេអំពី Elixir of Life ដែលវាគឺពិតជាមានវត្តមាននៅទីនេះមែននៅក្នុងព្រៃនិទានគេហៅ Elixir of Life នេះថាតាន់ Elixir of Life ស្ថិតនៅតំបន់ Horai ចំចំណុចកណ្ដាលនៃកោះមួយនេះ Gabi Maru ទាមទារផុសតាងដើម្បីបញ្ជាក់ថា Hoko មិនបាននិយាយកុហកពួកគេហើយ Hoko តបថាមិនយូរមិនឆាប់ពួកគេប្រកាសជាបានជួបអ្នកដែលប្រើប្រាស់ Elixir of Life ហើយដែលគេហៅថា The Tencent បច្ចុប្បន្នអាសាកំពុងតែប្រយុទ្ធជាមួយ The Tencent ផ្ទាល់ហើយគ្មានអាវុធណាដែលអាចសម្លាប់គាត់ម្នាក់នេះបានឡើយក្រោយពីចាញ់ការប្រយុទ្ធអាសាហើយនិងប្អូនរបស់គាត់ត្រូវបាន The Tencent ទម្លាក់ទៅកាន់រណ្ដៅមួយដើម្បីធ្វើជាប្រភពសម្រាប់ផលិត Elixir of Life នៅយប់នោះ Gabi Maru សម្រេចចិត្តចេញទៅរក Elixir of Life តែម្នាក់ឯងនៅពេលដែលគាត់ធ្វើដំណើរមកដល់តំបន់ Horai ក៏បានឃើញដើមឈើដែលមានរូបរាងជាមនុស្សជាច្រើនកំពុងតែថ្វាយបង្គំទៅ Tencent ទៅមុខបន្តិចគាត់រកឃើញខ្លោងទ្វារដ៏ធំមួយដែលទំនងជាកន្លែងរបស់ Tencent រស់នៅខែដល់នេះក៏បានជួបជាមួយ Tencent ម្នាក់ឈ្មោះ Sujin តែ Tencent ម្នាក់នេះទើបតែសម្លាប់សាមរ៉ៃម្នាក់រួចមកហើយដោយមិនបង្អង់ពេលយូរពួកគេទាំងពីរក៏បើកឆាកប្រយុទ្ធគ្នាតែម្ដង Gabi Maru ពិតជាមានភាពលំបាកតទោជាមួយនឹង Sujin មែនទែនដោយសារគេអាចព្យាបាលរបួសខ្លួនឯងរហូតប្រៀបដូចជាគ្មានអ្វីអាចសម្លាប់គេបានឡើយប៉ុន្តែយ៉ាងណា Gabi Maru ក៏នៅតែមិនដកថយនិងព្យាយាមសម្រុកចូលវាយកាន់តែខ្លាំងទៀតនៅពេលដែល Sujin អស់ការអត់ធ្មត់គេក៏ប្រើថាមពលអ្វីម្យ៉ាងដែលគេអាចវាយ Gabi Maru ពីចម្ងាយបានដោយមិនដឹងធ្វើយ៉ាងណា Gabi Maru លេងខ្វល់ខ្វាយពីអ្វីទាំងអស់និងសម្រុកចូលទៅវាយ Sujin ដោយគ្មានផែនការតែម្ដងហើយជាលទ្ធផលគាត់ក៏បានយកឈ្នះទៅលើ Sujin មែនប៉ុន្តែការប្រយុទ្ធមួយនេះមើលទៅដូចជាមិនទាន់បញ្ចប់ទេ Sujin បានប្រែកលាខ្លួនឯងទៅជាបិសាចផ្កាដែលមានសមត្ថភាពអាចបញ្ចេញរលកអគ្គិសនីមកឆក់ Gabi Maru បានដល់ដំណាក់កាលនេះ Gabi Maru ហាក់ដូចជាគ្មានអ្វីយកមកតទោជាមួយនឹង Sujin ទៀតបានទេហើយត្រូវបាន Sujin វាយម្ដងហើយម្ដងទៀតឡើងដំណាំខ្លួនតែម្ដងខណៈពេលដែល Sujin រៀបនឹងសម្លាប់ Gabi Maru ហើយមីក៏ស្រាប់តែលេចឡើងមកជួយជីវិតគាត់ពី Sujin ផងដែរនៅព្រឹកឡើងដោយដឹងថាបាត់ Gabi Maru និងមីទាំង4នាក់នេះចេញដំណើរទៅកាន់ Horai ដោយផ្ទាល់ដើម្បីរកពួកគេទាំងពីរ Hoko ប្រាប់ទៅអ្នកផ្សេងថា The Tencent ទាំងអស់មានចំនួន7នាក់ហើយពួកគេចង់ធ្វើជាប្រុសក៏បានស្រីក៏បានដំបូងឡើយគឺមាន Tencent តែម្នាក់ទេគឺរៀនហើយបន្ទាប់មករៀនក៏បង្កើត Tencent 6នាក់ថែមទៀតនិងបានគ្រប់គ្រងកោះមួយនេះទាំងអស់គ្នា Gabi Maru បានភ្ញាក់ដឹងខ្លួនមកវិញហើយគាត់ត្រូវបានរកឃើញដោយតាមីយ៉ាពួកគេទាំងពីរដំបូងចង់សម្លាប់គ្នាដោយសារតែជាគូប្រជែងប៉ុន្តែនៅពេលដែល Gabi Maru គិតចោះឡើងគាត់ត្រូវការជំនួយដើម្បីតទល់នឹង The Tencent មែនទែនហើយគាត់ក៏បដូរផែនការនិងសុំតាមីយ៉ាធ្វើការជាមួយគ្នាវិញបន្ទាប់ពី Gabi Maru ប្រាប់ពីការជួបគ្នារវាងគាត់និង The Tencent ហើយតាមីយ៉ាក៏យល់ព្រមធ្វើការជាមួយគ្នាដោយសារគាត់មានគោលបំណងចង់សម្លាប់បុគ្គលណាដែលសាហាវបែបហ្នឹង Gabi Maru រកឃើញថាមីហាក់បីដូចជាធំលឿនមែនទែនហើយឥឡូវនាងអាចនិយាយបានបន្តិចបន្ត
តួចហើយ Gabi Maru សួរនាងថាតើនាងដឹងវិធីណាដែលអាចកម្ចាត់ The Tencent ដែរឬទេហើយនាងតបថាគឺថាមពលតាវ Gabi Maru និងតាមីយ៉ាមិនដែលស្គាល់អ្វីជាតាវឡើយហើយពួកគេមិនយល់អ្វីដែលមីបញ្យល់ទេបន្តិចក្រោយមកពួកគេត្រូវបានវាយប្រហារដោយបិសាចហើយតាមីយ៉ាឃើញឱកាសនេះជាឱកាសល្អសម្រាប់រៀនពីថាមពលតាវហើយបន្ទាប់ពីសម្លាប់បិសាចអស់មីប្រាប់ទៅតាមីយ៉ាថាគាត់មិនទាន់អាចរៀនពីថាមពលតាវបានទេនាងបញ្ជាក់ថាគាត់ត្រូវមានចិត្តខ្លាំងក្លានិងទន់ខ្សោយស្មើគ្នាទើបអាចប្រើប្រាស់ថាមពលតាវបាននៅពេលនោះមីត្រូវបានបិសាចហៅថាដូស៊ីក្អែបដណ្ដើមយកនាងហើយការពិតទៅមីក៏ជា Tencent ម្នាក់ដែរមិនត្រូវបាន The Tencent ដតីបណ្ដេញចេញពីហូរ៉ាយូរមកហើយឥឡូវនេះដូស៊ីក្អែបបង្វល់នាងឲ្យត្រឡប់ទៅវិញ Gabi Maru ចេញមកការពារមីមិនអនុញ្ញាតឲ្យយកនាងទៅដោយងាយស្រួលទេបន្ទាប់មកដូស៊ីក្អែបក៏ហៅគ្នាគាត់ម្នាក់ទៀតដែលជាដូស៊ីមេអំបៅមកបើកឆាកប្រយុទ្ធជាមួយ Gabi Maru និងតាមីយ៉ាតែម្ដងនៅក្នុងពេលកណ្ដាលការប្រយុទ្ធ Gabi Maru និងតាមីយ៉ារកឃើញថាមីគឺជាឧបករណ៍សម្រាប់ហ្វឹកហាត់របស់ដូស៊ីបើនិយាយឲ្យស្រួលស្ដាប់ទៅនាងប្រៀបបានដូចជាឧបករណ៍សម្រាប់ឲ្យដូស៊ីរួមភេទអញ្ចឹងតែសារវាគឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រទាំង5សម្រាប់ហ្វឹកហាត់ថាមពលតាវរបស់ពួកគេឬដូច្នេះហើយ Gabi Maru ផ្ទុះកំហឹងតែម្ដងនិងបន្តការប្រយុទ្ធទៅមុខទៀតបន្ទាប់ពីយល់នៅអ្វីដែលមីបានបញ្យល់ពីតាវ Gabi Maru ឥឡូវអាចប្រើប្រាស់វាបានហើយតែថាមពលមួយនេះធ្វើឲ្យគាត់ដឹងពីចលនារបស់សត្រូវមុនហើយធ្វើឲ្យគាត់មានញាណពិសេសអាចដឹងពីទីតាំងរបស់សត្រូវផងដែរជាមួយនឹងថាមពលនេះ Gabi Maru ក៏បានយកឈ្នះទៅលើដូស៊ីទាំងពីរហើយក៏បានសម្លាប់ពួកគេចោលទៅ4នាក់នេះបានធ្វើដំណើរមកដល់វាំងរបស់ The Tencent ហើយពួកគេទទួលស្វាគមន៍ដោយ Tencent ម្នាក់ឈ្មោះ Muden ហើយ Muden បានទម្លាយថាកោះមួយនេះតាមពិតទៅជាកន្លែងសម្រាប់ធ្វើពិសោធន៍ទៅលើជីវិតមនុស្សទេអ្វីដែលភ្ញាក់ផ្អើលនោះគឺថា Laser of Light ក៏មិនមាននៅទីនេះដែរទីនេះមានតែតាន់ទេដែល The Tencent អាចផឹកបានប្រសិនបើមនុស្សធម្មតាផឹកវាពួកគេនឹងក្លាយទៅជាដើមឈើតែម្ដងមិនយូរប៉ុន្មានការប្រយុទ្ធក៏បានចាប់ដើមឡើង Yuzuriha ប្រើគ្រប់វិធីរបស់នាងដើម្បីសម្លាប់ Muden ប៉ុន្តែគ្មានអ្វីដែលអាចផ្ដួលគេបានទេនៅពេលនោះ Hoko ប្រាប់ពីចំណុចខ្សោយរបស់ The Tencent ទៅកាន់ Sakari ដែលចំណុចខ្សោយរបស់ពួកគេគឺស្ថិតត្រង់កន្លែងក្រោមក្បាលពោះ Sakari ក៏អាចប្រើប្រាស់ថាមពលតាវបានដែរដែលតាវរបស់នាងមានប្រភេទខុសពីតាវធម្មតាក្រោយពេលដែលនាងបានកាប់ Muden គេមិនអាចព្យាបាលរបួសខ្លួនឯងបានដូចរាល់ដងទេប៉ុន្តែមើលទៅវាក៏នៅតែគ្មានបញ្ហាសម្រាប់ Muden ដែរគាត់អាចប្រើតាវរបស់គាត់ឲ្យហោះឡើងលើបាននិងទម្លាក់តាវមកកាន់ពួកគេដូចគ្រាប់បែកអញ្ចឹងត្រពេលនោះ Yuzuriha និង Sakari រៀបគម្រោងដើម្បីធ្វើយ៉ាងណាកម្ចាត់ Muden ឲ្យបានហើយដោយសារតែចំណុចខ្សោយរបស់ Muden គឺជាតាវរបស់ Sakari Yuzuriha ប្រើក្បាច់របស់នាងទាញទម្លាក់ Muden ចុះមកក្រោមដែលវាបានផ្ដល់ឱកាសឲ្យ Sakari កាប់ផ្ដាច់ពោះរបស់ Muden តែម្ដងក្រោយពេលដែលពួកគេគិតថាការប្រយុទ្ធមួយនេះបានបញ្ចប់ហើយមានអី Muden ស្រាប់តែប្រែកាឡាទៅជាបិសាចដែលមានខ្លួនដល់ទៅ2ខណៈពេលដែល Sakari និង Yuzuriha កំពុងតែមានគ្រោះថ្នាក់តាមរៃម្នាក់មានឈ្មោះថា Shion បានមកជួយសង្គ្រោះពួកគេទាន់ពេល Shion បើទោះបីជាគាត់ពិការភ្នែកទាំងសងខាងក៏ពិតមែនប៉ុន្តែធ្វើឲ្យដៃកាប់ដាវរបស់គាត់គឺមិនធម្មតាទេគាត់តទល់ជាមួយ Muden មួយស្មាតែម្ដងប៉ុន្តែការប្រយុទ្ធនេះមិនមែនងាយស្រួលឡើយប្រសិនបើ Shion ត្រូវការវាយប្រហាររបស់ Muden តែបន្តិចនោះខ្លួនរបស់គាត់នឹងដោះផ្កាចេញមកតែឃើញថា Shion បាត់បង់ឈាមច្រើនពេក Sakari ក៏ចូលទៅជួយគាត់ហើយព្យាយាមបង្កើតឱកាសឲ្យ Shion ចូលទៅកាប់ពោះរបស់ Muden នៅវិនាទីចុងក្រោយ Shion រកឃើញថាចំណុចខ្សោយរបស់ Muden គឺមិនមែនពោះទេតែវាគឺជា over របស់ Muden ដែលស្ថិតនៅចំកណ្ដាលខ្លួនរបស់គាត់ទាំងពីរបន្ទាប់ពីគាត់បានកាប់ over របស់ Muden ហើយខ្លួនរបស់គេក៏បានរលាយទៅជាផ្កានិងស្លាប់បាត់ទៅក្រោយពីភាពវឹកវរបានបញ្ចប់ពួកគេធ្វើដំណើរបន្តទៅក្នុងវាំងរបស់ The Tencent ហើយក៏សម្រាប់នៅក្នុងប៉មមួយនៅប្រហែលម៉ោងមុន Gabi Maru ស្រាប់តែដួលសន្លប់ដោយមិនដឹងមូលហេតុហើយឥឡូវនៅពេលដែលគាត់ដឹងខ្លួនមកវិញគាត់បានបាត់ការចងចាំមិនដឹងថាគាត់មកទីនេះដើម្បីអ្វីទេប៉ុន្តែយ៉ាងណាគាត់សម្រេចចិត្តធ្វើដោយមិនមានរឿងអ្វីកើតឡើងដើម្បីប្រមូលព័ត៌មានជាមុនសិនហើយ anime មួយនេះគឺចប់ត្រឹមនឹងនេះឯងអ្នកនរគ្នា